តាក់ទងជាមួយនឹងកម្មវិធីយើងមើលឲ្យ deep មើលឲ្យជ្រៅនៅក្នុងមានន័យថាចិត្តសាស្ត្រនៅក្នុងការអប់រំនៅក្នុងទ្រឹស្ដីអីផ្សេងៗដែលគេលើកឡើងមកអញ្ចឹងគេចង់ឲ្យកូនសិស្សគាត់ចូលរៀនឲ្យបានតាំងពីអាយុយ៉ាងហោចហ្នឹងឲ្យបានតាំងពីឆ្នាំមកកាលណាគាត់នៅមជ្ឈដ្ឋានផ្សេងគាត់ជួបអ្វីដែលអត់ល្អច្រើនអញ្ចឹងទៅចូលក្នុងគ្រូក្បាលគាត់មកអប់រំថ្នាក់ទី1គាត់ពេញអានោះវាបាក់អញ្ចឹងគេចង់ឲ្យមកនៅក្នុងប្រព័ន្ធអប់រំហ្នឹងតាំងពីតូចតាំងពីអាយុ2ឆ្នាំមកហើយក៏បានពីនឹងទៀត6ខែមកដើម្បីឲ្យគាត់យកអ្វីដែលល្អព្រោះមេងក៏ដាស់សបានអាហ្នឹងទៅគឺការអភិវឌ្ឍរបស់គាត់បានរលូនប៉ុន្តែនៅខាងយើងគឺយើងទទួលតែ2ឆ្នាំទៅទេហើយបន្ទាប់មកបានមកតៃពី3ឆ្នាំទៅ5ឆ្នាំហ្នឹង6ឆ្នាំទៅ12ហ្នឹងហើយដល់វិទ្យាល័យដល់12បាទខ្ញុំចាប់អារម្មណ៍មួយទៀតការបង្រៀននៅ AAA យើងមានបរៀនដល់3ភាសាបាទអាហ្នឹងបែបមិនទាំង3ភាសាយើងមើលឃើញភាសាមានភាសាខ្មែរហ្នឹងគោលហើយបាទលោកយើងភាសាអង់គ្លេសភាសាចិនអញ្ចឹងយើងមើលឃើញនិន្នាការនៅក្នុងសេដ្ឋកិច្ចទាំងអាជីវកម្មទាំងភាសាខ្មែរយើងត្រូវចេះឲ្យចាំបាច់ប៉ុន្តែភាសាអង់គ្លេសហើយភាសាចិននេះវាជាភាសាមួយដែលយើងប្រើទៅលើ worldwide សកលចិនក៏កាន់តែច្រើន perspective ពីខាងខ្ញុំចង់ឲ្យសិស្សហ្នឹងខ្លាយទៅជាអ្នកដឹកនាំហើយអ្នកដឹកនាំអាជីវកម្មដែលជោគជ័យជួយសេដ្ឋកិច្ចជួយអីហ្នឹងអញ្ចឹងយើងត្រូវការឲ្យដាក់កម្មវិធី3ភាសាហ្នឹងតាំងពីតូចទៅបាទតូចទៅខ្ញុំមានថាឪពុកម្ដាយដែលមានកូនទូចគួរតែបញ្ជូនទៅរៀននៅ AA តាំងពីទូចតែម្ដងដើម្បីបដោះផ្នត់គំនិតអត្តចរិតរបស់គាត់តាំងពីទូចទៅរហូតដល់ធំតែម្ដង